សួស្តីល្ងាចនេះទីម៉ូតូទៅទិញអីញ៉ាំនៅផ្សារប្រសែតហ្នឹងគឺផ្សារល្ងាចបងប្អូនហើយមើលផ្លូវដូចបៃខំនិយាយពីភ្លៀងមួយមេដក់ទឹកដាច់ណាស់ដក់ទឹកដាច់ហើយភ្លៀងមួយមេមកយប់ហ្នឹងគឺដល់កលិចស្រែអស់លិចស្រែលិចស្រូវអស់ហើយបងប្អូននៅនេះមើលផ្លូវដូចរុនបៃខំអញ្ចឹងផ្លូវរួចបៃខំជីកិច្ចទៅខាងណាក៏កលុកដែរគឺមានការពិបាកជីមែនទែនដោយសារខែវស្សាគឺដក់ទឹកខ្លាំងណាស់ចាឥឡូវគឺមកដល់ផ្សារហើយគឺកូនខ្ញុំទៅទៀតទិញស្ទ្រូប៊េរីញ៉ាំឥឡូវគាត់ចង់ញ៉ាំស្ទ្រូប៊េរីមួយកញ្ចប់ហ្នឹងគឺ2500តែមានផ្លែតែ6គ្រាប់ទេផ្លែមានតែ6គ្រាប់ទេនិយាយទៅផ្សារពេលល្ងាចហ្នឹងគឺគេសម្បូរអីញ៉ាំណាមិនថាម្ហូបស្រស់ម្ហូបឆ្អិនផ្លែឈើនំចំណីអីមានសពគ្រប់បែបយ៉ាងហើយផ្លែឈើក៏មានដែរហើយមានអ្នកលក់ថ្នាំប្រេងខ្យល់អីនៅចិត្តហ្នឹងខ្ញុំក៏បានទិញប្រេងខ្យល់របស់គាត់ហ្នឹងមួយដបដែរទុកលាបក្បាលជង្គង់ព្រោះអីពេលយើងឈឺយើងលាបចឹងណាប្រេងខ្យល់រួចហើយក៏ចូលមកញ៉ាំបង្អែមមានសពមុខបែបយ៉ាងបងប្អូនមានផ្អែមសៀមមានផ្អែមត្រាវចេកខ្ទិះអីចឹងហើយមានសណ្ដែកមានសារាយមានផ្អែមសពមុខតែសារខ្ញុំមករៀងល្ងាចជ្រុលចឹងទៅនៅសល់តែប្រហែលមុខទេបងប្អូនអើយគឺផ្អែមក៏ឆ្ងាញ់ខ្ញុំញ៉ាំផ្អែមញ៉ាំអីហើយក៏បានចាញ់មកដល់កន្លែងអ្នកលក់គ្រឿងសំណង់មានលក់អីវ៉ាន់គ្រប់ប្រភេទណាគ្រឿងអត្រាគ្រឿងប្រយុទ្ធអីក៏មានទាំងអស់ចឹងខ្ញុំចូលមកទិញក្តារគីកូយួនដើម្បីយកទៅគីដីវាយព្រោះបងប្អូននៅសារដីស្រុកខ្លាំងពេកគឺយើងចូលអត្រាតិចជាប់ចឹងខ្ញុំមកទិញនៅកន្លែងហ្នឹងពេលដែលយើងវាយអត្រាបែបនេះគឺយើងវាយមួយសពដីគោកបែបនេះយើងវាយបលិចទឹកវាយវាឲ្យទៅជ្រាំងហ្នឹងខ្ទេចដើម្បីឲ្យវាលិចទឹកពេលយើងវាយបែបនេះគឺអត់តន់ជាប់ទេបងប្អូនតែដល់ពេលយើងចុះទៅធ្វើស្រូវយើងព្រោះដល់រដូវយើងព្រោះគឺប្រើអត្រាវាយអង្គប់បែបនេះគឺចុះអត់កើតទេវាផ្លោះផុងជ្រៅណាស់បងប្អូនដោយសារតែរដូវហ្នឹងគឺរដូវទឹកលិចខ្លាំងអញ្ចឹងហើយទឹកពេលច្រើនលោះអញ្ចឹងហើយខ្ញុំត្រូវការទិញក្តារកនីប្រភេទក្តារកនីរបស់គេហ្នឹងយកមកដាក់គោយន្តប្រើវិញអញ្ចឹងវាអត់ចប់ផងទេចាសូមអភ័យទោសផងដោយសារខ្ញុំទៅទិញក្តារកនីហ្នឹងដោយសារក្តារកនីហ្នឹងវាអត់តាន់មានអញ្ចឹងខ្ញុំអត់បានថតបង្ហាញបងប្អូនទេខ្ញុំក៏អត់ហ៊ានថតអីច្រើនដែរព្រោះអីយើងចូលទៅទិញអីវ៉ាន់គេអញ្ចឹងយើងអត់ហ៊ានមានសិទ្ធថតពេញផ្ទះគេទេអញ្ចឹងខ្ញុំថតបង្ហាញនឹងបានបន្តិចនឹងឯងដោយសារយើងអត់ហ៊ានថតច្រើនចឹងហើយនេះបងប្អូនខ្ញុំចង់ប្រាប់ថាចាពេលរដូវទឹកកំពុងតឡើងចេះខ្ញុំអត់តាន់បាននៅចោះធ្វើស្រែស្រូវវិញទេដោយសារទឹកទន្លេកំពុងតលិចជូនដល់ពេលទឹកទន្លេស្រកគឺខ្ញុំចាប់ផ្ដើមចោះវាយស្រែព្រោះស្រូវគឺវាផុងផ្លោះផុងច្រើនអញ្ចឹងហើយអត្រារត់អត់រួចទេរត់រួចតែចោះប្រេងណាស់អញ្ចឹងហើយបានខ្ញុំទៅរកទិញកនីហ្នឹងទុកដាក់កយួនពេលដែលទឹកស្រកកោកឃើញដីវិញបែបអញ្ចេះគឺខ្ញុំប្រើកយួនម្ដងដោយសារប្រើតាក់ទៅវាតឹងពេកហើយចំសុទ្ធពេកអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូនថ្ងៃនេះអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំឥឡូវបើក្បាលវីដេអូដំបូងគឺផ្លូវបែបនេះឯងបងប្អូន